ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងមេរៀននេះគឺយើងនិយាយអំពីការខកចិត្តរបស់ Donald Trump ទៅលើប្រទេសថៃអញ្ចឹងដូចបងប្អូនបានជ្រាបស្រាយហើយថានៅថ្ងៃទី26ខែតុលាត្រង់ថ្ងៃអាទិត្យគឺកម្ពុជាថៃលើកដៃគ្នាទៅទីក្រុងកូឡាឡាំពូនៅប្រទេសម៉ាឡេស៊ីដែលមានលោក Donald Trump ជាអធិបតីក្នុងកិច្ចព្រមព្រៀងសន្តិភាពហើយក្នុងនោះដែរក៏មានការលើកឡើងអំពីការដោះលែងទាហានថៃភ្លាមសំទោសការដោះលែងទាហានខ្មែរភ្លាមពីប្រទេសថៃក្រោយមានកិច្ចព្រមព្រៀងតែជាក់ស្ដែងគឺប្រទេសថៃមិនទាន់មានការដោះលែងទាហានខ្មែររបស់យើងត្រឡប់មកវិញទេដូច្នេះហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការខកចិត្តខ្លាំងអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងមកមើលមេរៀនរបស់យើងថ្ងៃនេះយើងមានពាក្យថ្មីចំនួន7អញ្ចឹងពាក្យទី1យើងអានថា expect ប្រែថារំពឹងឬក៏សង្ឃឹមពាក្យទី2អានថា begin ប្រែថាចាប់ផ្ដើមពាក្យទី3អានថា senior ប្រែថាជាន់ខ្ពស់បើសិនជា adjective ប្រែថាជាន់ខ្ពស់បើសិនជានាមប្រែថារៀមច្បងសិស្សច្បងពាក្យទី4យើងអានថា sign មានឲ្យចុះហត្ថលេខាពាក្យទី5យើងអានថា enhance ប្រែថាធ្វើឲ្យប្រសើរឡើងពាក្យទី6គឺ deal មានថាកិច្ចព្រមព្រៀងឬក៏រកផ្លូវដោះស្រាយនៅបញ្ហាអ្វីមួយពាក្យទី7អានថា presence ប្រែថាវត្តមានឬក៏នៅចំពោះមុខអញ្ចឹងម្ដងទៀត expect begin senior sign enhance deal presence ខាងនេះគឺជាអត្ថបទរបស់យើងចាប់ផ្ដើមអានទាំងអស់គ្នាប្រភពខ្ញុំយកចេញពី writer The US expects that Thailand will work with Cambodia to begin the release of 18 soldiers immediately. A senior State Department official said on Monday after the leaders of the countries signed an enhanced ceasefire deal on Sunday in the presence of US President Donald Trump. The US expects that Thailand will work with Cambodia to begin the release of 18 soldiers immediately. A senior State Department official said on Monday after the leaders of the countries signed an enhanced ceasefire deal on Sunday in the presence of US President Donald Trump. ចឹងយើងមកធ្វើការបកប្រែទាំងអស់គ្នា The UN និងសហរដ្ឋអាមេរិកអូខេអញ្ចឹងតែក្នុងនេះយើងបកប្រែពីនេះមុនអ្នកនរគ្នានេះយើងចាប់ដើមបកប្រែពីនេះមករហូតមកដល់កន្លែងនេះអូខេអញ្ចឹងយើងប្រែថាofficial មានថាមន្ត្រី senior មានថាជាន់ខ្ពស់អញ្ចឹងយើងប្រែថាមន្ត្រីជាន់ខ្ពស់ State Department ហ្នឹងក្រសួងការបរទេសមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូបបាននិយាយនៅថ្ងៃច័ន្ទណាគេម្ដងទៀតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូបបាននិយាយកាលពីថ្ងៃច័ន្ទយើងមកលើវិញសហរដ្ឋអាមេរិករំពឹងថាថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមដោះលែងទាហានខ្មែរទាំង18នាក់នេះភ្លាមដូចយើងបញ្ចូលទៅនេះបន្ទាប់ពីថ្នាក់ដឹកនាំបន្ទាប់ពីមេដឹកនាំនៃប្រទេសជាច្រើននេះ countries ប្រទេសជាច្រើនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅលើកិច្ចព្រមព្រៀងនៃបទច្បាញ់ ceasefire នៅលើកិច្ចព្រមព្រៀងនៃបទច្បាញ់ដែលបានពង្រឹងឡើងនេះ enhance ដែលបានពង្រឹងឡើងនៅថ្ងៃអាទិត្យនៅចំពោះមុខ in the presence នៅចំពោះមុខរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អញ្ចឹងកន្លែងនេះដូចជាបានបញ្ជាក់ថាមានការខកចិត្តប៉ុន្តែក្នុងភាសាការទូតគឺកន្លែងថារំពឹងថានឹងដោះលែងភ្លាមអញ្ចឹងមានថាកិច្ចព្រមព្រៀងរួចហើយឧទាហរណ៍កិច្ចព្រមព្រៀងស្មារតីអញ្ចឹងយូរបំផុតគឺថ្ងៃស្អែកប្រទេសថៃត្រូវតែដោះលែងកម្ពុជាមកវិញប៉ុន្តែអត់ដោះលែងទេអញ្ចឹងសហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី28នេះទាំងអស់គ្នាមកសមាជិកហ្នឹងគឺសារព័ត៌មាន Reuters ផុសពីរដងពី
អំពីរឿងទាហាននេះចឹងន័យថាខកចិត្តខ្លាំងចឹងបើសិនជាថៃអត់ដោះលែងទេលក្ខណៈដូចពិបាកមុខ Donald Trump ដែរបាក់មុខខ្លាំងមែនទែនចឹងដោយមានវត្តមានរបស់គាត់ចូលរួមហើយថៃកលិចអត់ដោះលែងទាហានកម្ពុជាយើងទៀតហើយប្រជាជនកម្ពុជាយើងគឺរំពឹងចាំសាទរគ្រប់គ្នាប៉ុន្តែអត់ទាន់ដោះលែងទេថៃនៅតែមានលេសដដែលថាត្រូវតែកម្ពុជាធ្វើឲ្យបាន4ចំណុចនោះសិនបានគេដោះលែងទី1គេដកអាវុធធំធ្ងន់តែកម្ពុជាយើងបានដកហើយមួយទៀតគឺរឿង scam រឿងចរកម្មរឿងបោកប្រាស់អនឡាញហ្នឹងទី2គឺរឿងដោះមីនទី3នៅរឿងភូមិប្រជាជននៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យថៃមហាសិនខូចក្បាលខូចចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេបងប្អូនយើងសង្ឃឹមថាទាហានខ្មែររបស់យើងនឹងបានត្រឡប់មកមាតុភូមិរបស់យើងវិញឆាប់ជួបគ្នាក្នុងវីដេអូក្រោយអរគុណច្រើនជម្រាបលា